សាត់ទេមានណាគេទិញអត់នេះសាច់លក់ធូរថ្លៃមកជាកាក់តម្លៃតែ 1000 រៀលតែប៉ុណ្ណោះសាច់អាំងស្ងាត់ណាស់នេះពូទិញសាច់ចកាក់20ចកាក់ពូ អាក្មួយឯងទិញទៅធ្វើអី ទិញទៅហូបអូសាច់ចកាក់លពូតម្លៃត្រឹម 1000 រៀលទេមួយចកាក់បានអញ្ចឹងដាក់20ចកាក់មក អូហើយឯងយកច្រើនម៉េះដឹងអត់មួយចកាក់គឺតម្លៃ 1000 ណាទាំងអស់វាស្មើនឹង 20000 ណាខ្ញុំចេះកាត់លេខតែមិនប្រាប់ទេហេក្រែងលោកអូនតូចឯងអត់ចេះកាត់លេខនោះអីខ្ញុំចេះកាត់លេខតាំងពីយូរអូស្មានតែអត់ចេះរៀនថ្នាក់ទីម៉ានដែរបាទថ្នាក់ទី5អូថ្នាក់ទី5សង្ស័យថ្នាក់តែឈ្មោះទៅដឹងសង្ស័យគ្មានចេះអីទេនោះមើលទៅនេះគឺថាគឺខ្ញុំអត់ចេះមែនហ្នឹងអលែនមកខ្ញុំប្រញាប់នេះអូននេះសាច់អាំងបានអរគុណពូក្មួយឯងហ្នឹងទិញសាច់អាំងហ្នឹងទៅធ្វើអីគេដែរបានទិញម្ដង20ចកាក់បែបនេះគេប្រើខ្ញុំអត់ទិញសាច់ខ្លីមកគេហ្នឹងហើយពូឯងចង់តែផឹងគេអត់ចាំខ្ញុំប្រាប់គេឲ្យបាយស្ដាយណាស់កំពុងតែឃ្លានផឹកផងគេលក់សាច់អាំងនៅទីនេះតាហើយកំពុងតែអត់លុយចាយផងនេះតែមកចានេះបានលុយចាយនេះចិត្តខ្ញុំបានហើយអ្នកខាយឲ្យខោទៅសិននេះអាឡូណែខ្ញុំកំងសាច់ចកាក់20ចកាក់ហើយស្មានណាបានមកដល់នេះខ្ញុំអោយអាក្មេងតូចយកទៅឲ្យហើយតាគ្មានវាយកទៅឲ្យទេអត់ឃើញផងអញ្ចឹងនៅកន្លែងណាចាំខ្ញុំទៅយកសាច់អាំងទៅឲ្យមានបញ្ញាផឹកអូនខានផឹកយូរហើយតែបាត់ហើយអូឈ្ងុយណាស់លោកដើម្បីយកលុយចាយសិនពួកអីគ្មានអ្នកណាគេសែនឲ្យទេឥឡូវក៏ជាខ្មោចអនាថាវេទនាណាខ្ញុំស្អាតទិញសាច់ចកាក់10ចកាក់មួយចង្កាក់តម្លៃប៉ុន្មានទិញសាច់ចកាក់ចេះលក់ទេណាចាំមកភ្លេងណាសាច់ចកាក់ឆាប់ឆ្អិនហើយដល់តម្លៃប៉ុន្មានទេនេះ3500ងាប់ហើយថ្លៃម៉េះខ្វល់សំខាន់លក់សាច់អាំងអត់ដែរពូអីពងតែខ្វល់លុយផងសាច់អាំងពូហុយសាច់តែកន្លះនេះងាប់ហើយមកច្រើនម៉េះថ្ងៃនេះសប្បាយចិត្តណាស់បានលុយចាយឲ្យខ្ញុំមិនទៅលុយច្រើនម៉េះហើយសឹកតា10000ទៀតសង្ស័យថានរណាគេមកលួចឬមួយគោមកទិញឲ្យតម្លាក់លុយចោលពេលយកអត់នៅទៅដឹងនេះហើយមិនអីទេសំខាន់អត់ទៅបានលុយដូចជាសង្ស័យនេះលុយនេះដូចជាលុយសំខាន់លុយច្រើនណាស់អើយស្វងស្រាយថ្ងៃនេះសំខាន់នេះបានលុយចាយពេញដៃហើយថ្ងៃនេះសាច់អាំងក៏នៅសល់លុយក៏នៅសល់ទៅដល់ផ្ទះដល់តែប្រពន្ធលេងជេរខ្ញុំទៀតហើយថ្ងៃនេះអើយបានលុយច្រើនបែបនេះដាក់មកកេះជាមួយមិត្តភក្តិក៏ប្រពន្ធខ្ញុំមិនដឹងដែរចាំមកខ្ញុំប្រាប់ប្រពន្ធគាត់ថាគាត់នឹងគេតែផឹកស៊ីអត់ចេះលក់ដូរអីទេ
សាច់អាំងបានខ្ញុំជួយលក់ទេក៏មិនគ្មានលុយចាយទេ ថាពិតនាងខ្មោចនេះទេដែលលក់សាច់អាំងជំនួសណែនាងខ្មោចចាប់អស់លុយយើងមកវិញភ្លាមបើមិនដូច្នោះទេនាងឯងប្រកាសជាយើងធ្វើបាបចាក់ជាមិនខានទេដឹងទេថាយើងឲ្យលើមិនចេះខ្លាចខ្មោចនោះឡើយគឺយើងចូលព្រៃនេះបើមិនចេះមុនគាថាទេយើងក៏មិនអាចហ៊ានមកម្នាក់ឯងបាននោះឡើយ ហាអេលុយទៅណាហើយលុយមកទៅកាត់ស្រុកឈើអញ្ចឹងគាត់ណាគឺខ្មោចចុងរៃនេះឯងមកធ្វើបាបយើងរហូតឲ្យទៅពេលណាជាមកលក់នៅកន្លែងនេះដឹងតែធ្វើបាបយើងអេម្នាងខ្មោចចាប់ឲ្យលុយយើងមកភ្លាមបើមិនដូច្នោះទេយើងនឹងបញ្ចេញមុនអាគមគាថាដែលយើងចេះតាមលោកគ្រូអ៊ំរបស់យើងនាងឯងប្រកាសស្លាប់នៅក្នុងព្រៃនេះជាជាមិនខាន អីអូមហាសាសតជនហោះពណ៌ផ្កាឈូកចាប់ចេញមកភ្លាម ចាំមើលណាចាំមើលខ្ញុំម្ដងអូមហាសាសតមហាសាសត សួយមាត់ណាស់វើយអូមហាសសិទ្ធឆាប់ទៅរកនាងភ្លាម យើងថាមិនចង់ធ្វើបាបនាងទេ ឲ្យរៀងម្ដង ប្រកាសធ្វើបាបយើងពេកទេ